ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនដោះស្រាយលំហាត់មួយគឺយើងរកផ្ទៃកន្លះផ្នែកឆោតតើរូបភាពនេះយើងដោះស្រាយយ៉ាងម៉េចអញ្ចឹងរបៀបដោះស្រាយទី1យើងត្រូវស្គាល់រូបនោះសិនអញ្ចឹងរូបនេះបើយើងមើលអាថមទាំងអស់ទៅគឺជារូបចតុកោណភ្នាយដែលមានបាតតូច11បាតធំ15កម្ពស់10សង់ទីម៉ែត្របាទហើយមួយទៀតมันមានរូបអត់ឆោតនៅក្នុងនឹងមួយដែរគឺរូបបាទគឺរូបអីគេរូបត្រីកោណអញ្ចឹងរូបត្រីកោណនេះអូនឯងមើលសង្កេតមើលកន្លែងនេះកម្ពស់នេះជាកម្ពស់របស់ចតុកោណភ្នាយអញ្ចឹងកម្ពស់របស់ចតុកោណភ្នាយបើយើងតម្លាក់ចំណោមតែកន្លែងនេះមកវាស្មើនឹងកម្ពស់របស់ត្រីកោណដែរបាទហេតុអីបានយើងទាញរកកម្ពស់របស់ត្រីកោណព្រោះថានៅពេលដែលយើងកណនាផ្ទៃកន្លះផ្នែកឆោតអញ្ចឹងយើងកណនាតាមយករូបតាមអាថមគឺយើងកណនាអាថមហើយយើងដកត្រីកោណនេះចេញវិញតោះណាមានន័យថាពេលដែលយើងកណនាចតុកោណភ្នាយទៅនេះផ្ទៃកន្លះចតុកោណភ្នាយហ្នឹងមិនទាំងអស់ហ្នឹងហើយវាមានផ្ទៃកន្លះរបស់ត្រីកោណអញ្ចឹងយើងត្រូវដកវាចេញមូលហេតុមិនបានយើងដកវាចេញព្រោះថាយើងរកតែផ្នែកឆោតទេតែអារូបត្រីកោណនេះគឺវាអត់ឆោតទេអញ្ចឹងយើងដកអាផ្នែកអត់ឆោតចេញទៅនៅពេលដែលយើងដកអាផ្នែកអត់ឆោតនឹងចេញមកវានៅសល់តែអាផ្នែកឆោតហើយតើណាបាទឥឡូវយើងចាប់ដើមធ្វើរកផ្ទៃកន្លះចឹងផ្ទៃកន្លះយើងតាំងដោយអីមកតោះចឹងផ្ទៃកន្លះចតុកោណភ្នាយគឺបាតតូចបូកបាតធំបាតតូចវា11បូកបាតធំ15សង់ទីម៉ែត្រនៅខាងក្រៅមកហើយគុណនឹងកម្ពស់វានេះគឺ10សង់ទីម៉ែត្របាទតបមកបាតតូចបូកបាតធំគុណកម្ពស់ហើយយើងចែកវាជា2បាទចែកជា2ហើយយើងដកអីគេចេញមិញគឺយើងដកផ្ទៃក្រឡាអត់ឆោតនេះចេញបាទព្រោះអីកាលណាយើងកណនាធំទៅអាក្នុងហ្នឹងអាអត់ឆោតវានៅក្នុងហ្នឹងដែរចឹងដកវាចេញមកអញ្ចឹងផ្ទៃក្រឡាអត់ឆោតហ្នឹងគឺជាត្រីកោណអញ្ចឹងរូបមន្តត្រីកោណនោះគឺបាតអញ្ចឹងបាតរបស់វានេះមិនបាតត្រីកោណនេះ15សង់ទីម៉ែត្រគុណឲ្យកម្ពស់អញ្ចឹងកម្ពស់របស់វាគឺស្មើនឹង10នេះស្មើគ្នាណាកម្ពស់ត្រីកោណហ្នឹងគឺស្មើនឹងកម្ពស់របស់ចតុកោណភ្នាយដែរអញ្ចឹងយើងដាក់10មកបាទហើយចែកជា2ដូចណាចែកជា2ត្រីកោណតោះហើយយើងកណនាមកបាទនេះយើងបូក11បូក15ហើយគុណនឹង10 11បូក15វាត្រូវ26ណា11បូក15 26គុណនឹង10មកបាទ26 10ដងទៅគូឃើញ200បាទ260សង់ទីម៉ែត្រគុណនឹងសង់ទីម៉ែត្រយើងបានសង់ទីម៉ែត្រការ៉េហើយចែកជា2បាទចែកជា2បាទ11បាទផ្ទៀងផ្ទាត់ឡើងវិញមក11បូក15វា26ហើយ26 10ដង260ត្រូវហ៎តមក15 10ដងបាទ15 10ដងគឺ150សង់ទីម៉ែត្រគុណនឹងសង់ទីម៉ែត្រការ៉េហើយយើងចែកជា2បាទម្ដងនេះបងអូនយល់ហើយយើងអាចស្កប់វីដេអូលោកគ្រូហើយយើងអាចធ្វើទៅមុនលោកគ្រូបានណាបាទយើងចាប់ដើមចែកវាមួយមកនេះពី260បាទ260យើងចែកជា2ទៅវាបាន130គ្រូចែកទៅឃើញ130សង់ទីម៉ែត្រការ៉េដក150ចែកជា2
បាទ150ចុចជា2គឺឃើញ75សង់ទីម៉ែត្រការ៉េបាទតោះមកយើងដកវាមកយក130ដក75បាទដកមុនគ្រូមកអញ្ចឹងលោកគ្រូដកទៅឃើញ55 55សង់ទីម៉ែត្រការ៉េអូខេបាទអញ្ចឹងយើងឃើញផ្ទៃកាឡារបស់វាគឺផ្ទៃកាឡាផ្នែកឈរណាបាទឃើញ55សង់ទីម៉ែត្រការ៉េបាទអញ្ចឹងយើងផ្ទៀងផ្ទាត់ឡើងវិញ បាទយើងដើម្បីករណីផ្ទៃកាឡាផ្នែកឈរទី1យើងករណីរូបអាថមបាទយើងឈរហ្នឹងយើងករណីរូបអាថមយើងរូបអាថមគឺជារូបចតុកោណភ្នាយយើងត្រូវស្គាល់រូបមន្តវាចតុកោណភ្នាយគឺយកបាតតូចបាទតូចបូកបាតធំបាទ11បូក15ហើយគុណនឹងកម្ពស់យើងលេខ10ចែកជា2បន្ទាប់មកយើងដកផ្ទៃក្រឡាផ្នែកអត់ឆោតនេះចេញគឺផ្ទៃក្រឡាផ្នែកអត់ឆោតហ្នឹងគឺជារូបត្រីកោណអញ្ចឹងត្រីកោណយើងបានរូបមន្តបាទនេះបាទរបស់វាអញ្ចឹងបាទរបស់វាស្មើនឹងបាទធំរបស់ចតុកោណភ្នាយណាបាទគុណកម្ពស់ដល់ពេលកម្ពស់របស់វាកម្ពស់មកដល់លើនេះអញ្ចឹងមានន័យថាវាស្មើជាមួយនឹងកម្ពស់របស់ចតុកោណភ្នាយដែរអញ្ចឹងយើងបាន15គុណនឹង10ចែកជា2អាហ្នឹងជារូបមន្តរបស់ត្រីកោណបាទយើងកែនេះអញ្ចឹងទៅយើងដកវាចេញមកពេលយើងដកផ្នែកអត់ឆោតចេញទៅវានៅសល់តែផ្នែកឆោតដែរអញ្ចឹងនេះគឺជាចំណោយលំហាត់ខអញ្ចឹងលោកគ្រូទុកលំហាត់ខនេះឲ្យបងអូនធ្វើបាទដែលលោកគ្រូផ្ដល់ចំណោយ3 A B C ហើយ A នេះលោកគ្រូឲ្យ16សង់ទីម៉ែត្រការ៉េ15សង់ទីម៉ែត្រការ៉េ14សង់ទីម៉ែត្រការ៉េអញ្ចឹងតើលំហាត់ខហ្នឹងស្មើប្រមាណឬក៏មានចម្លើយខុសពីណាអញ្ចឹងបើយល់លំហាត់នេះហើយយើងធ្វើលំហាត់នេះផងណាបាទតែបាទរូបនេះគឺវារូបតតែដែរគឺនេះជារូបចតុកោណភ្នាយដែលមានបាទតូច5បាទធំ12ហើយកម្ពស់របស់វាបាទនេះកម្ពស់របស់វានេះ6អញ្ចឹងអានេះវា6ដែរតោះនេះអញ្ចឹងបាទ6ដូចគ្នាយើងសង្ឃឹមថាយើងយល់លំហាត់នេះហើយអាចធ្វើរកចំណោយលំហាត់ខនេះឲ្យលោកគ្រូបានបាទជូនពរសំណាងល្អ